ពន្លឺព្រះអាទិត្យនារដូវប្រាំងបានជះកម្ដៅយ៉ាងខ្លាំងមកលើតំបន់សមរភូមិជួរមុខនៅទីនេះគ្មានអ្វីក្រៅពីពណ៌ក្រហមនៃដីពណ៌ប្រភេទនេះផ្សេងនិងពណ៌បៃតងស្រអាប់នៃព្រៃរបោះដែលត្រូវគ្របកំភ្លើងបាញ់បាក់បែកនោះទេខ្យល់ក្ដៅបានបក់នាំយកក្លិនរំសេវនិងក្លិនដីស្ងួតចូលមកក្នុងលេនដ្ឋានតូចមួយដែលសង់ឡើងពីគំនរឈើហ៊ូបនិងបាវខ្សាច់តម្រៀបគ្នាជាជួរវាសនាទាហានវ័យក្មេងដែលមានអាយុទើបតែ10លីស្ដើងកំពុងអង្គុយផ្អែកខ្នងនឹងជញ្ជាំងលេនដ្ឋានដោយយកមុខទាហានមកបក់តិចៗដើម្បីកាត់បន្ថយភាពហប់មុខរបស់គាត់ប្រឡាក់ដោយធូលីដីនិងញើសប៉ុន្តែនៅពេលនេះភ្នែករបស់គាត់កំពុងតែសម្លឹងមើលទៅក្រដាសមួយសន្លឹកក្នុងដៃយ៉ាងយកចិត្តទុកដាក់បំផុតដៃរបស់គាត់ញ័រតិចៗមិនមែនដោយសារភាពភ័យខ្លាចនៃសង្គ្រាមនោះទេប៉ុន្តែគឺដោយសារតែសេចក្តីរំភើបដែលមិនអាចរកអ្វីមកប្រៀបទៅបានសម្បត្តិមួយច្បាប់នេះបានធ្វើដំណើរឆ្លងកាត់ភូមិស្រុកជាច្រើនឆ្លងកាត់ដៃអ្នកនាំសាររាប់មិនអស់ទម្រាំមកដល់ដៃរបស់គាត់នៅជួរមុខនេះអក្សរនៅលើក្រដាសសរសេរដោយដៃដែលគាត់ស្គាល់ច្បាស់បំផុតនោះគឺដៃរបស់ប្រពន្ធគាត់បងវាសនាគាត់អានពាក្យដំបូងក្នុងចិត្តហើយបន្តទៅឃ្លាដ៏សំខាន់ដែលធ្វើឲ្យបេះដូងគាត់លោតខុសចង្វាក់អូនចង់ប្រាប់បងថាឥឡូវនេះគ្រួសារយើងលែងមានតែ2នាក់ទៀតហើយអូនមានផ្ទៃផ្ទាល់បាន3ខាហើយវាសនាទម្លាក់សម្បត្តិជក់មកលើភ្លៅគាត់ងើយមុខសម្លឹងទៅដំបូលលេនដ្ឋានដែលបាំងដោយស្លឹកឈើស្ងួតស្នាមញញឹមមួយបានលេចឡើងនៅលើផ្ទៃមុខដ៏នឿយហត់របស់គាត់ទឹកភ្នែកនៃក្តីសុខបានហូរធ្លាក់ចុះកាត់ថ្ពាល់ដែលប្រឡាក់ដីខ្ញុំខ្លាចជាឪពុកគេហើយគាត់ខ្សឹបប្រាប់ខ្លួនឯងនៅកណ្ដាលទីកន្លែងដែលមានតែសេចក្តីស្លាប់និងការបំភ្លេចបំផ្លាញនេះស្រាប់តែមានដំណឹងអំពីជីវិតថ្មីមួយបានកើតឡើងវាហាក់ដូចជាពន្លឺភ្លើងមួយដែលបំភ្លឺក្នុងរូងភ្នំដ៏ងងឹតអញ្ចឹងនៅជុំវិញគាត់មិត្តរួមអាវុធមួយចំនួនកំពុងសម្អាតកំភ្លើងខ្លះកំពុងដេកសម្រាកយកកម្លាំងគ្មាននរណាម្នាក់ដឹងថានៅទីនេះពិភពលោករបស់វាសនាបានផ្លាស់ប្ដូរទាំងស្រុងនោះទេការភ័យខ្លាចចំពោះក្របកំភ្លើងដែលធ្លាប់មានពីមុនត្រូវបានជំនួសដោយសេចក្តីក្លាហាននិងគោលបំណងថ្មីមួយដ៏ច្បាស់លាស់គាត់ត្រូវតែរស់ដើម្បីត្រឡប់ទៅជួបមុខកូននិងប្រពន្ធនៅរសៀលថ្ងៃដដែលនោះបន្ទាប់ពីបានទទួលរបបអាហារស្ងួតវាសនាបានបើកកញ្ចប់ស្ពាងក្នុងនោះមានបាយក្រៀមនិងគ្រាប់ស្វាយចន្ទីលីមួយកញ្ចប់តូចមួយគាត់ហូបបាយយ៉ាងឆ្ងាញ់ពិសាជាងសពដងព្រោះអារម្មណ៍របស់គាត់កំពុងតែហោះហើរទៅឆ្ងាយពេលគាត់ហែកកញ្ចប់ស្វាយចន្ទីគាត់បានឃើញគ្រាប់ស្វាយចន្ទីមួយគ្រាប់ដែលមានទំហំធំនិងល្អជាងគេជំនួសឲ្យដាក់វាចូលទៅក្នុងមាត់វាសនាបាយជាកាន់វានៅក្នុងដៃហើយសម្លឹងមើលវាគ្រាប់ស្វាយចន្ទីរឹងមាំតំណាងឲ្យភាពធន់មាំគំនិតមួយផុបឡើងក្នុងខួរក្បាលរបស់គាត់វាសនាបានលូនចេញទៅមុខលេនដ្ឋានបន្តិចគាត់យកកំបិតស្នៀតដែលសៀតនៅចង្កេះមកជីកដៃដ៏រឹងក្ដាងនៃក្បាយមាត់រុនដែលគាត់តែងតែតម្រឹងកំភ្លើងប្រកាដីនៅទីនោះស្ងួតនិងរឹងណាស់ប៉ុន្តែគាត់មិនចុះចាញ់ឡើយគាត់ជីកបានរំដៅតូចមួយដែលមានជម្រៅប្រហែល1 ទឹកឯងនៅទីនេះចុះវាសនានិយាយតិចទៅកាន់គ្រាប់ស្វាយចន្ទីក្នុងដៃឯងមិនមែនជាគ្រាប់ស្វាយចន្ទីទេឯងគឺជាក្តីសង្ឃឹមរបស់ខ្ញុំដាក់ឈ្មោះឲ្យឯងថាកូនឈើគាត់ដាក់គ្រាប់នោះចូលទៅក្នុងដីហើយកាយដីលុបថ្នមហាក់ដូចជាគាត់កំពុងតែដណ្ដប់ភួយឲ្យទារកតូចមួយឯងត្រូវតែរស់ត្រូវតែដុតឡើងនៅពេលដែលសង្គ្រាមនេះចប់ខ្ញុំនឹងនាំកូនរបស់ខ្ញុំមកទីនេះខ្ញុំនឹងចង្អុលប្រាប់កូនថានេះហើយគឺជាកន្លែងដែលពុកវាធ្លាប់នៅនេះហើយគឺជាដើមឈើដែលពុកវាដាំទុកឲ្យកូនការដាំគ្រាប់ស្វាយចន្ទីនេះមិនមែនជាការដាំដើមឈើធម្មតានោះទេប៉ុន្តែវាគឺជាការធ្វើកិច្ចសន្យាជាមួយនឹងអនាគតវាសនាចង់បង្កើតសាក្សីមួយនៅទីនេះសាក្សីនៃសេចក្តីស្រឡាញ់ដែលគាត់មានចំពោះកូនដែលមិនទាន់ឃើញមុខចាប់តាំងពីថ្ងៃនោះមកទម្លាប់ប្រចាំថ្ងៃរបស់វាសនាបានផ្លាស់ប្ដូរនៅសមរភូមិទឹកគឺជាវត្ថុដ៏មានតម្លៃបំផុតជួនកាលរថយន្តទឹកមិនអាចចូលមកដល់ទាន់ពេលវេលាដោយសារការបាញ់ផ្លោងនៃសត្រូវទាហានម្នាក់ត្រូវសន្សំសំចៃទឹកផឹកយ៉ាងត្រេះប៉ុន្តែសម្រាប់វាសនាទោះបីជាបំពង់ករបស់គាត់ស្ងួតយ៉ាងណាក៏ដោយគាត់តែងតែបែងចែកទឹកមួយផ្នែកតូចពីដបផ្ទាល់ខ្លួនរបស់គាត់រៀងរាល់ព្រឹកមុនពេលព្រះអាទិត្យរស់ពេញថ្ងៃគាត់តែងតែលូនទៅមុខលេនដ្ឋានហើយចាក់ទឹកនោះស្រោចពីលើដីដែលគាត់បានកប់កូនឈើសកម្មភាពនេះមិនអាចគេចផុតពីភ្នែករបស់មិត្តភក្តិឡើយធីដែលជាមិត្តរួមលេនដ្ឋាននិងជាមនុស្សចូលចិត្តនិយាយត្រង់បានសួរឡើងថាអាវាសនាឯងឈួតហើយអីទឹកយើងសល់តែប៉ុណ្ណឹងឯងយកទៅស្រោចដីទៅទេធ្វើអីឯងស្មានតែដីក្តៅដោយភ្លើងចឹងដុសស្អីចេញវាសនាងាកមកញញឹមដាក់មិត្តភក្តិហើយតបវិញដោយសំឡេងជឿជាក់វាមិនមែនជាដីទទេទេធីវាគឺជាអនាគត
បើខ្ញុំមិនស្រោចទឹកវាទេវាច្បាស់ជាស្លាប់ហើយបើវាស្លាប់ខ្ញុំមានអារម្មណ៍ថាដូចជាខ្ញុំបោះបង់ក្តីសង្ឃឹមចឹងធីក្រវាយខ្នងហាក់មិនយល់ពីការគិតរបស់វាសនាប៉ុន្តែគាត់ក៏មិនបានហាមឃាត់ទៀតដែរគាត់សង្កេតឃើញថាចាប់តាំងពីវាសនាចាប់ផ្ដើមឈួនជាមួយដីមួយដុំនោះមកមុខមាត់របស់វាសនាមើលទៅស្រក់ស្រាយជាងមុនវាសនាលែងសូវត្អយត្អន់ពីការនឿយហត់ហើយតែងតែនិយាយអំពីអនាគតនៅពេលដែលសង្គ្រាមចប់ពេលកូនខ្ញុំកើតវាសនាតែងតែចាប់ផ្ដើមប្រយោគបែបនេះនៅពេលយប់ស្ងាត់ខ្ញុំនឹងបង្រៀនវាឲ្យចេះជិះកង់បង្រៀនវាឲ្យចេះហែលទឹកហើយថ្ងៃណាមួយខ្ញុំនឹងនាំវាមកមើលដើមស្វាយចន្ទីនេះពេលនោះដើមវានឹងធំល្មមឲ្យយើងជ្រកលំបានពាក្យសម្ដីរបស់វាសនាคล้ายជារឿងនិទានប្រចាំលេនឋានទោះបីជាគេមិននិយាយចេញមកក្រៅក៏ដោយប៉ុន្តែទីហ៊ានដទៃទៀតក៏ចាប់ផ្ដើមលួចមើលដីមួយដុំនោះចោលក្តីរំពឹងដូចគ្នាដែរគេទាំងអស់នឹកផ្ទះទាំងអស់ហើយកូនឈើរបស់វាសនាคล้ายជានិមិត្តសញ្ញានៃផ្ទះដែលគេចង់ត្រឡប់ទៅរកពេលវេលាចេះតែកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃពីមួយសប្តាហ៍ទៅមួយសប្តាហ៍រដូវប្រាំងចាប់ផ្ដើមចុះខ្សោយហើយជំនួសមកដោយខ្យល់នៃរដូវវស្សាយប់មួយភ្លៀងមួយមេធំបានធ្លាក់ចុះមកសំឡេងដំណក់ទឹកភ្លៀងប៉ះនឹងដំបូលលេនឋាននឹងដីស្ងួតជាតន្ត្រីដ៏ពីរោះបំផុតសម្រាប់ទីហ៊ានវាសនាដេកស្ដាប់សំឡេងភ្លៀងដោយក្តីរីករាយគាត់ដឹងថាភ្លៀងនេះនឹងជួយកូនឈើរបស់គាត់បានច្រើនជាងទឹកដែលគាត់សន្សំទៀតព្រឹកស្រែកឡើងខ្យល់អាកាសប្រែជាត្រជាក់ស្រស់ស្រាយវាសនាស្ទុះក្រោកពីព្រឹកលំហើយប្រញាប់ទៅមើលកន្លែងដាំដំណាំរបស់គាត់ព្រះជាម្ចាស់អើយគាត់ឧទានឡើងនៅត្រង់កន្លែងដែលគាត់កប់គ្រាប់ស្វាយចន្ទីមានអ្វីមួយពណ៌បៃតងខ្ចីរាងកោងកោងបានប្រជ្រៀតដីងើបឡើងស្លឹកតូចៗចំនួន2បានលាតត្រដាស់ទទួលពន្លឺថ្ងៃដំបូងវាគឺជាជីវិតវាគឺជាជ័យជំនះនៃធម្មជាតិទៅលើភាពខូររាវនៃសង្គ្រាមធីមកមើលនេះវាសនាហៅមិត្តភ័ក្តិទាំងសំឡេងញ័រធីនិងទីហ៊ាន2នាក់ទៀតរត់មកមើលគេឈរជុំវិញកូនដើមឈើតូចនោះហាក់ដូចជាកំពុងមើលវត្ថុវិសេសវិសាលនោះវាដុះមែនវៃធីនិយាយទាំងភ្ញាក់ផ្អើលអាវាសនាឯងពូកាមែនវាសនាអង្គុយចុះជិតកូនឈើហើយយកដៃទៅប៉ះស្លឹកវាថ្នមបំផុតឃើញទេកូនវាសនានិយាយទៅកាន់ដើមឈើហាក់ដូចជាកំពុងនិយាយទៅកាន់កូនក្នុងផ្ទៃពុកប្រាប់ហើយថាឯងនឹងដុះឯងត្រូវតែរឹងមាំណាស់ឯងត្រូវតែចាំទទួលប្អូនរបស់ឯងនៅថ្ងៃនោះស្នាមញញឹមរបស់វាសនាគឺស្រស់ស្រាយបំផុតចាប់តាំងពីគាត់មកដល់សមរភូមិនេះគាត់មានអារម្មណ៍ថាការរងចាំរបស់គាត់ជិតមកដល់ទីបញ្ចប់ហើយគាត់ស្រមៃរូបភាពប្រពន្ធរបស់គាត់3កូនដែលមកទីនេះគាត់ស្រមៃឃើញកូនរបស់គាត់រត់លេងជុំវិញដើមឈើនេះនៅពេលដែលវាធំប៉ុន្តែក្តីស្រមៃរបស់មនុស្សជួនកាលគ្រាន់តែជាផ្សែងដែលត្រូវខ្យល់បក់រលាយដែរ3ថ្ងៃក្រោយមកស្ថានភាពនៅសមរភូមិបានផ្លាស់ប្ដូរយ៉ាងខ្លាំងសត្រូវចាប់ផ្ដើមបើកការវាយលុកទ្រង់ទ្រាយធំសំឡេងកំភ្លើងធំឡាន់លឺកក្រើតផែនដីតាំងពីព្រឹកព្រលឹមត្រៀមប្រយុទ្ធសំឡេងមេបញ្ជាការស្រែកបញ្ជាតាមវិទ្យុតាក់ទងវាសនានឹងមិត្តភ័ក្តិស្ទុះទៅកាន់ទីតាំងប្រការរៀងខ្លួនក្របកំភ្លើងបាញ់មកដោយក្របភ្លៀងធូលីដីហុយត្រឡោមមើលមិនឃើញអ្វីទាំងអស់វាសនាកាន់កំភ្លើងណែនក្នុងដៃភ្នែកសម្លឹងទៅមុខដោយការប្រុងប្រយ័ត្នប៉ុន្តែក្នុងចិត្តរបស់គាត់នៅតែបារម្ភអំពីកូនឈឿដែលនៅខាងមុខលេនឋានភ្លាមនោះសំឡេងវីសដ៏ស្រួតឡាន់លឺពីលើអាកាសក្រាបចុះធីស្រែកប្រមានក្រាញក្របផ្លោមមួយធ្លាក់ចំមុខលេនឋានមិនឆ្ងាយពីកន្លែងដែលវាសនាឈរយើងប៉ុន្មានឡើយកម្លាំងផ្ទុះបានបោកបក់រាងកាយរបស់វាសនាឲ្យខ្ទាតទៅរយបុកនឹងជញ្ជាំងលេនឋានភាពងងឹតបានចូលមកក្របសង្កត់មួយរយៈពេលវាសនាបើកភ្នែកឡើងវិញគាត់មានអារម្មណ៍ថារាងកាយរបស់គាត់ស្ពឹងស្ពើមត្រចៀករបស់គាត់ហាក់ដូចជាថ្លង់ឮតែសំឡេងវីងគាត់ព្យាយាមក្រោកបន្តែជើងរបស់គាត់លេងស្ដាប់បញ្ជាទៀតហើយឈាមក្រហមឆ្អេងឆ្អៃបានហូរធ្លាក់ចេញពីរបួសនៅត្រង់ដើមឈើគាត់ដឹងខ្លួនថាពេលវេលារបស់គាត់អស់ហើយប៉ុន្តែអ្វីដែលគាត់គិតមុនគេមិនមែនជាការឈឺចាប់នោះទេគាត់ខំប្រឹងរំកើខ្លួនបន្តិចបន្តួចទៅមុខមាត់លេនឋានភ្នែករបស់គាត់សម្លឹងរកចំនួនពណ៌បៃតងតូចមួយនោះនៅទីនោះកូនស្វាយចន្ទីនៅតែឈរយ៉ាងរឹងមាំទោះបីជាដីនៅជុំវិញវាត្រូវបានកោវកាយដោយកម្លាំងក្បែកប៉ុន្តែដើមឈើតូចនោះក៏នៅតែរួចផុតពីគ្រោះថ្នាក់ដោយអភិចារផលស្លឹករបស់វានៅតែបៃតងវាសនាលើកដៃដែលប្រឡាក់ឈាមទៅរកវារូបភាពប្រពន្ធនិងកូនដែលមិនទាន់កើតផុសឡើងក្នុងចំណិតចុងក្រោយរបស់គាត់ពុកសុំទោសពុកមិនអាចនាំកូនមកបានទេប៉ុន្តែកូនឈើនេះនឹងនៅចាំកូនដៃរបស់វាសនាធ្លាក់ចុះមកលើដីក្បែរនឹងគល់កូនឈើនោះភ្នែករបស់គាត់បិទជិតជារៀងរហូតនឹងស្នាមញញឹមចុងក្រោយដែលផ្នែកទៅមនុស្សដែលជាទីស្រឡាញ់20ឆ្នាំក្រោយមក
ពិភពលោកបានផ្លាស់ប្ដូរសំឡេងកំភ្លើងដែលធ្លាប់តែឡាន់លីត្រូវបានជំនួសដោយសំឡេងបាក់សាបាក់សីនិងសំឡេងខ្យល់បក់លេនឋានដែលសង់ពីឈើនិងបាវខ្សាច់រលាយផុយហើយត្រូវធម្មជាតិលេបត្រឡប់ស្ទើរតែបាត់រូបរាងរណ្ដៅក្របបែកបានក្លាយទៅជាត្រពាំងតូចៗដែលមានស្មៅដុះជុំវិញប៉ុន្តែនៅចំណុចកណ្ដាលនៃអតីតសមរភូមិនោះមានអ្វីមួយដែលឈរយ៉ាងខ្ពស់ត្រដែតវាគឺជាដើមស្វាយចន្ទីមួយដ៏ធំធាត់នោះមែកសាខារបស់វាបានលាតសន្ធឹងយ៉ាងទូលាយផ្ដល់ជាលំដ៏ត្រជាក់ត្រជុំគល់របស់វាមានទំហំធំដែលបង្ហាញអំពីអាយុនិងការតស៊ូឆ្លងកាត់ភ្លៀងខ្យល់ស្លឹកពណ៌បៃតងខ្ចីនិងចាស់របស់វាបក់រលាស់តាមខ្យល់ហាក់ដូចជាកំពុងរំលែងរៀងរាល់រដូវដើមនេះតែងតែចេញផ្កានិងផ្លែយ៉ាងច្រើនសន្ធឹកក្របស្វាយចន្ទីដែលធ្លាក់មកដីបានដុះជាកូនឈើតូចចំនួនច្រើននៅជុំវិញនោះបង្កើតទៅជាកូនព្រៃ